តែប្រទេសអីនៅអីក្នុងលោកដែលក្មេងជាងគេក្មួយចបៃក្មួយឯងលោកលេឆ្លើយសំដីនឹងពូទៅអើយអាយអើយអេអេអេអើប្រទេសក្មេងជាងគេខ្ញុំរេថាប្រទេសស្វីសអើយខុសហើយចម្លើយឲ្យបែបនេះទៅស្វីសក្មេងជាងគេក្មេងដោយសារអីសូមប្រាប់បីពូមកប្រុសប្រឡកតូចច្រឡឹងកុំឲ្យពូខឹងណាក្មួយចបៃទៅស្វីសក្មេងនឹងក្មេងវារឿងអីចាប់ចបៃឆ្លើយបកស្រាយអីកុំឲ្យពូក្តៅកាហាយឲ្យប្រទេសស្វីសក្មេងជាងគេក្មួយរេជំរាបតាមត្រង់ដោយសារអ្នកនៅស្វីសឃើញក្មេងហើយខ្ញងដោយសារក្មួយគិតថាទៅកើតថ្មីអើយពូឲ្យជំរាបថាប្រទេសស្វីសក្មេងជាងគេប្រទេសលើលោកីពូឲ្យតើត្រូវដែរឬអ្វីចាប់ចបៃប្រាប់ក្មួយផងអើយអាយយើងអើយតាមជងជួនពូនឯងនងបពិតបណ្ឌិតអតីតក្មេងវត្តជាទីស្នេហាកាលនៅកត់ជាមួយលោកតាសួរលបងបញ្ញាដេញសំដីអើយធម្មតាលបងបញ្ញាត្រូវប្រើប្រាជ្ញាគិតលោកលេឥឡូវខ្ញុំសួរសារជាថ្មីទៅប្រទេសអីក្មេងជាងគេក្មួយឆ្លើយថាប្រទេសស្វីសទៅនេះពូអត់យកសោះអើយក្មួយហើយក្មួយកំឡោះឥឡូវស្ដាប់ចុះពីពូសុគាពូថាប្រទេសក្មេងជាងគេអើយជំរាបបងប្អូនលោកមីងមីបាទចម្លើយពីពូដួងសុគាគឺអាឡម៉ង់អាហ្វ្រិកនិងអាមេរិកចាយតែហេតុក្មេងជាងគេសណ្ដានឪម៉ែព្រោះគេហៅអាគេមិនដែលហៅបងម្រេចបងលម៉ង់ឯណាជំរាបសៃឡាឲ្យច្បាស់សេចក្តីឥឡូវសួរមកសំណួរទៀតតែប្រទេសចាស់ជាងគេលើលោកតើប្រទេសអីឲ្យទៀតទៅចុះអើយក្មួយគិតរេសាជាថ្មីតើប្រទេសអីចាស់ជាងគេអាយអើយបើឆ្លើយឲ្យមិនត្រូវពេលនឹងពេលចោះទៅអត់ឲ្យលុយទេពូអើយសួរច្បាស់ប្រទេសចាស់តើប្រទេសណា120ជាងប្រទេសណាក្មួយ